សារតែមានហេតុការណ៍បាញ់ប្រហារមួយនៅឯរដ្ឋធានី Washington កាលពីយប់មិញគឺវេលាម៉ោង9យប់នៅឯរដ្ឋធានី Washington ដែលត្រូវនឹងនៅយប់នៅឯទីក្រុង Long Beach ម្សិលមិញប្រហែលជាម៉ោង6ដូច្នេះរឿងនេះកើតឡើងគួរឲ្យសោកសៅណាស់បងប្អូនព្រោះអីនៅសហរដ្ឋអាមេរិកមែនតើទៅបទអក្រិតដែលការបាញ់ប្រហារបែបនេះមែនតើវាឃើញកើតឡើងដូចជាបាញ់តាមសាលារៀនអីក៏ប៉ុន្តែម្ដងនេះគឺជាការបាញ់ប្រហារតាក់ទងនឹងរឿងនយោបាយនេះគឺដោយសារតែការបាញ់ប្រហារនេះគឺកើតឡើងនៅឯសារមន្ទីររបស់ជនជាតិជីវិតបាទសារមន្ទីរជនជាតិជីវិតហ្នឹងគឺគេធ្វើនិយាយទៅសារមន្ទីរហ្នឹងគឺមិនឆ្ងាយប្រមាណពីសតវិមានទេគឺនៅក្បែរនៅចន្លោះសតវិមានហើយនិងវិមានរដ្ឋសភារបស់សហរដ្ឋអាមេរិក Capitol Hill ហ្នឹងអញ្ចឹងចម្ងាយប្រហែលចិត្តគ្នានឹងឯងហើយសារមន្ទីរនេះគឺជាសារមន្ទីរដ៏ល្បីល្បាញរបស់ជនជាតិជីវិតដែរហើយអ្វីដែលគួរឲ្យអកុសលគឺនៅយប់ថ្ងៃពុធហ្នឹងគឺម៉ោងប្រហែលមុនម៉ោង9ហ្នឹងគឺមានកម្មវិធីមួយដែលធ្វើនៅឯសារមន្ទីរហ្នឹងហើយកម្មវិធីហ្នឹងគឺគេរៀបចំធ្វើពិធីដើម្បីរៃអង្គាសថវិកាយកជំនួយទៅជួយឲ្យប្រជាពលរដ្ឋដែលកំពុងរងទុក្ខនៅឯតំបន់កាហ្សានៅឯប៉ាឡេស្ទីនហ្នឹងហើយដែលតំបន់ដែលមានចំនួនគ្នាជាមួយអ៊ីស្រាអែលអីហ្នឹងក៏ប៉ុន្តែជាអកុសលគឺនៅម៉ោងប្រហែលជា9-7នាទីហ្នឹងក៏មានឃាតករដៃឆៅបានចូលទៅបាញ់ប្រហារប្រើកំភ្លើងខ្លីបាញ់ប្រហារទៅលើអ្នកដែលនៅក្នុងពិធីនោះគឺមានពីររូបគឺជាបុគ្គលិករបស់ស្ថានទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិកបាទហើយពីររូបហ្នឹងគឺក្មេងៗទេគឺស្ត្រីវ័យក្មេងឈ្មោះថាសារ៉ា Pilgrim អាយុ26ឆ្នាំឯបរោះនោះគឺក៏ក្មេងដែរឈ្មោះថា Yaron Jischinski អាយុ30ឆ្នាំពីរនាក់នេះគឺមែនតើទៅគឺជាគូស្នេហ៍នឹងគ្នាទៅតែស្រឡាញ់គ្នាបានជាង1ឆ្នាំទេនៅពេលដែលស្គាល់គ្នានៅឯស្ថានទូតអ៊ីស្រាអែលប្រចាំសហរដ្ឋអាមេរិកហ្នឹងហើយពួកគាត់យ៉ារ៉ុនដែលជាបរិសនោះគឺបានទិញចិញ្ចៀនភ្ជាប់ពាក្យរួចទៅហើយគ្រោងថានឹងភ្ជាប់ពាក្យនៅសប្តាហ៍ក្រោយនៅទីក្រុងយេរូសាឡឹមនៅឯអ៊ីស្រាអែលនោះគឺគ្រោងធ្វើដូច្នេះហើយមិនទាំងប្រាប់ឪពុកម្ដាយរបស់ពួកគាត់ឲ្យបានដឹងទេគឺចង់ឲ្យមានការដូចថា surprise ឬក៏ភ្ញាក់ផ្អើលឪពុកម្ដាយទើបតែដឹងរឿងនៅពេលដែលកូនស្លាប់បាត់ទៅហើយទាំងពីរនាក់ហ្នឹងដោយសារឃាតករឈាមត្រជាក់គឺបាញ់ប្រហារពួកគាត់ទាំងរាត្រីនេះហើយឃាតករនេះមិនមែនជាអ្នកស្រុកនៅឯ Washington DC ទេគឺគាត់នៅឯ Chicago ឯណោះគឺគាត់ជិះធ្វើដំណើរពី Chicago មកដល់រដ្ឋធានី Washington នេះគឺទៅប៉ងធ្វើឃាតអ្នកទាំងពីរនេះដែលជាបុគ្គលិកស្ថានទូតហើយឥឡូវនេះឃាតករត្រូវបានឬក៏ថាជនសង្ស័យដែលអ្នកបាញ់ប៉ុន្តែគាត់បានសារភាពហើយថាគាត់ពិតជាបានបាញ់សម្លាប់អ្នកទាំងពីរមែនហើយគាត់ធ្វើដោយមានចេតនាចង់ផ្ញើសារប្រាប់ទៅពិភពលោកផងថាឲ្យធ្វើយ៉ាងម៉េចដោះស្រាយបញ្ហានៅប៉ាឡេស្ទីនគាត់ប្រើពាក្យថាគាត់ជាអ្នកប្រព្រឹត្តមែនហើយឲ្យដោះលែងប្រទេសប៉ាឡេស្ទីនប្រជាជនប៉ាឡេស្ទីនឲ្យមានសេរីភាពឡើងវិញអីចឹងនេះគឺជាសារនយោបាយរបស់គាត់ព្រោះអីអ្វីដែលគាត់ស្រែកនេះគឺនៅពេលដែលប៉ូលីសចាប់ផ្ដើមវាយខ្នោះគាត់ចូលទៅឃុំខ្លួននៅឯកន្លែងមុខសារមន្ទីរហ្នឹងគឺភ្លាមដែររឿងដែលកើតហេតុនេះចេះបងប្អូនគឺមែនតើទៅគឺគាត់ចូលទៅបាញ់ប្រហារនេះគឺអ្នកទាំងពីរដែលជាជនរងគ្រោះនោះស្រីម្នាក់ប្រុសម្នាក់ដែលគ្នាមិនដឹងសោះនោះគឺជាបុគ្គលិកស្ថានទូតស៊ីរុយស្លឹមគឺកំពុងតែរករៀបចំពិធីមួយដែលខ្ញុំបានជម្រាបអញ្ចឹងពិធីរៃអង្គាសថវិកាដើម្បីជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះនៅឯតំបន់កាហ្សានឹងឯងរឿងនេះគឺជារឿងគួរឲ្យសោកសង្រេងមែនតើហើយពេលដែលគេបាញ់ស្លាប់ហើយគាត់មែនតើគាត់អត់រត់ទៅណាទេគឺគាត់ដើរចូលទៅក្នុងសារមន្ទីរនឹងទៀតហើយអ្នកផ្សេងទៀតនៅក្នុងសារមន្ទីរគេឃើញគាត់ហាក់បីដូចជាមានអារម្មណ៍ក្រៀមក្រំគេទៅជួយគាត់គេសួរនាំគាត់អីអញ្ចឹងព្រោះស្មានតែគាត់មានបញ្ហាអីមិនមែនដឹងថាគាត់ជាឃាតករទេគេជួយសួរឲ្យគាត់ទឹកគាត់ប្រសាអីអញ្ចឹងទៅហើយគាត់ក៏បានសួរគេថាកន្លែងហ្នឹងកន្លែងអីគេសួរធ្វើដូចជាមិនដឹងអីអញ្ចឹងណាហើយអ្នកដែលជាសាក្សីហ្នឹងនៅក្បែរហ្នឹងក៏មិនដឹងថាគាត់ជាឃាតករក៏ប្រាប់ថានេះគឺជាសារមន្ទីរជនជាតិជីវិតហើយពួកគាត់ថាអីគាត់ឃាតករក៏សួរទៀតថា
តើអាការបាញ់បោះឬក៏កើតឡើងនៅខាងក្រៅមិញហ្នឹងគឺវាពាក់ព័ន្ធអីនៅក្នុងសារមន្ទីរហ្នឹងដែរអត់ហើយសាកសីដែលនៅក្បែរហ្នឹងក៏គេនិយាយថាដូចជាប្រហែលជាមិនពាក់ព័ន្ធគ្នាអីទេក៏ប៉ុន្តែនៅពេលដែលគេនិយាយមិនទាន់ចប់ផងគាត់ក៏ចាប់ផ្ដើមលាកសែងមួយដែលជាកសែងអត្តសញ្ញាណរបស់ជនជាតិប៉ាឡេស្ទីនដែលជាទូទៅគេពាក់មានការ៉ូសខ្មៅអីអញ្ចឹងណាយកទៅមកលាហើយក៏ស្រែកប្រាប់ប្រើពាក្យថាខ្ញុំជាអ្នកបាញ់មែនខ្ញុំជាអ្នកប្រព្រឹត្តមែនគឺខ្ញុំធ្វើដើម្បីកាហ្សាដើម្បីទីក្រុងមួយដែលជាតំបន់កាន់កាប់របស់ប៉ាឡេស្ទីនអីអញ្ចឹងនេះគឺហើយដល់ពេលដែលប៉ូលីសចាប់គាត់ប្រាប់ថាសូមឲ្យរំដោះទីក្រុងកាហ្សាឬប្រទេសប៉ាឡេស្ទីនឲ្យមានសេរីភាពឡើងវិញផងហើយឬសូគាត់ស្រែកខ្លាំងបែបនេះគេក៏ចាប់គាត់ចូលទៅឃុំខ្លួនទៅបាទនេះរឿងនេះកាត់ឡើងគួរឲ្យសោកសង្រេងតែសារនយោបាយនេះគឺច្បាស់ហើយថាគាត់ធ្វើនេះក្នុងគោលបំណងដើម្បីរឿងរ៉ាវដែលកើតឡើងនៅប្រទេសប៉ាឡេស្ទីនឯណោះដែលកំពុងតែមានសង្គ្រាមប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយអ៊ីស្រាអែលហើយរឿងដែលកើតឡើងនៅប្រទេសប៉ាឡេស្ទីននិងអ៊ីស្រាអែលនេះបងប្អូនគឺកើតឡើងដោយសារតែដើមហេតុដំបូងហ្នឹងគឺពួកហាម៉ាស់ដែលជាក្រុមគេចាត់ទុកថាជាក្រុមភេរវកម្មភេរវជនហ្នឹងគឺចូលទៅវាយប្រហារចូលដល់ទឹកដីអ៊ីស្រាអែលសម្លាប់មនុស្សជនជាតិអ៊ីស្រាអែលអស់1200នាក់កាលពីខែ10ឆ្នាំ2023នៅពេលនោះអ៊ីស្រាអែលក៏វាយតបតមកវិញគឺពេលនោះខាងពួកខាងប៉ាឡេស្ទីនហ្នឹងក៏ពេលដែលចូលទៅសម្លាប់មនុស្សអស់1200នាក់ហើយគាត់ចាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលទាំងអស់មានដោយទាំងជនជាតិអាមេរិកអីផងហ្នឹង251នាក់ធ្វើជាចំណាប់ខ្មាំងតាមខ្លួនទៀតហើយសង្គ្រាមនេះគឺប្រយុទ្ធគ្នាតទល់ចឹងអ៊ីស្រាអែលក៏វាយបកមកវិញនេះគឺបកធ្ងន់ចាស់ដៃមែនតើគឺរហូតមកដល់ពេលនេះអត់ទាន់ចប់ទេសង្គ្រាមហ្នឹងគឺតាំងពីខែ10ឆ្នាំ2023ឥឡូវនៅសល់តែប្រហែលខែទៀតគម្រប់2ឆ្នាំហើយមនុស្សដែលស្លាប់នៅតំបន់កាហ្សាមកគិតមកដល់ពេលនេះជាង50000នាក់ទៅហើយបងប្អូនដោយសារតែព្រឹត្តិការណ៍ដែលកើតឡើងស្លាប់មនុស្ស1200នាក់ដំបូងឥឡូវនេះអាការបាញ់តប្រយុទ្ធគ្នានេះគឺធ្វើឲ្យមនុស្សស្លាប់ដល់ទៅជាង50000នាក់ទៅហើយមានបញ្ហានយោបាយនេះគឺចាក់ស្រេះមែនតើព្រោះអីខាងប៉ាឡេស្ទីនគេនៅតែប្រកាន់ចំហថារឿងនេះគឺជារឿងដែលមានបញ្ហាជាមួយអ៊ីស្រាអែលហ្នឹងគឺអ៊ីស្រាអែលជាអ្នកធ្វើបាបពួកគេប៉ុន្តែខាងអ៊ីស្រាអែលក៏បានលើកឡើងថាតាមពិតពួកហាម៉ាស់ខ្លួនឯងទេដែលជាអ្នកដែលចាប់ផ្ដើមដំបូងគេដែលចូលមកបាញ់សម្លាប់ប្រជាពលរដ្ឋរំលោភស្ត្រីនិងសម្លាប់កុមារនៅឯអ៊ីស្រាអែលដល់ទៅ1200នាក់ហើយជាការតបតគឺគាត់ធ្វើមកវិញគឺថាបើកុំមានពួកនោះចាប់ផ្ដើមមុនក៏មិនមានរឿងនេះអានេះគឺជាការលើកឡើងអះអាងរៀងខ្លួនក៏ប៉ុន្តែអ្វីដែលធ្វើនេះគឺមកដល់ពេលនេះគឺអត់ទាន់ស្បើយទេគឺនៅទម្លាក់គ្រាប់ខ្ទេចខ្ទីអស់នៅក្នុងតំបន់នោះសូម្បីតែជំនួយដែលយកសង្គ្រោះបន្ទាន់ចូលដល់តំបន់កាហ្សានៅពេលនេះក៏រងការរដ្ឋបិទពិបាកចូលអញ្ចឹងហើយការតស៊ូមតិរបស់ទាំងប៉ាឡេស្ទីនទាំងអ៊ីស្រាអែលហ្នឹងក៏មានឃើញជាហូរហែដែររហូតដល់ចុងក្រោយនេះគឺមានកាលពីចុងក្រោយអីគឺឆ្នាំមុននេះ2024នេះគឺថ្ងៃប្រហែលជាខែកុម្ភៈគឺមានទាហានទ័ពអាកាសអាមេរិកម្នាក់អាយុប្រហែលជា25ឆ្នាំគឺគាត់ទៅដុតសម្លាប់ខ្លួននៅឯមុខស្ថានទូតអ៊ីស្រាអែលប្រចាំនៅឯសហរដ្ឋអាមេរិកនៅទីក្រុង Washington រដ្ឋធានី Washington នឹងដែរហើយគាត់ធ្វើហ្នឹងគាត់ថាដើម្បីឲ្យពិភពលោកគិតគូរដោះស្រាយបញ្ហាប៉ាឡេស្ទីនគឺរំដោះឬចង់និយាយថាដោះលែងប៉ាឡេស្ទីនកុំឲ្យស្ថិតនៅក្នុងគំនាបឬក៏ការគ្រប់គ្រងរបស់អ៊ីស្រាអែលអីចឹងនេះគឺជាសាររបស់គាត់ក៏ប៉ុន្តែកាលពេលមុនគាត់សម្លាប់ខ្លួនឯងដុតសម្លាប់ខ្លួនឯងហើយក៏ស្លាប់បាត់ទៅភ្លាមដែរប៉ុន្តែលើកនេះគឺបរិសម្នាក់នេះឈ្មោះថាElias Rodriguez ហ្នឹងមកពី Chicago ឃើញប៉ូលីស FBI ក៏ចូលទៅឆែកឆេរកន្លែងលំនៅឋានដែលគាត់រស់នៅឯ Chicago ដែរហើយគេកំពុងតែតាមដានស៊ើបអង្កេតបន្តទៀតព្រោះអីបើតាមមើលគឺមន្ត្រីប៉ូលីសបានលើកឡើងថាករណីដែលដំបូងនេះឃើញថាជនដៃដល់នេះប្រព្រឹត្តម្នាក់ឯងដោយមិនមានអង្គការចាត់តាំងណាមួយទេក៏ប៉ុន្តែ FBI ក៏នៅតែស៊ើបអង្កេតយ៉ាងស៊ីជម្រៅក្នុងពេលជាមួយគ្នានឹងថ្នាក់ដឹកនាំពិភពលោករួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកផងលោក Donald Trump ក៏បានថ្លែងសារថ្កោលទោសយ៉ាងចាស់ដៃដែរគាត់ថ្កោលទោសថានេះគឺជាអំពើវាយប្រហារស្អប់ខ្ពើមពូជសាសន៍ជនជាតិជីវិតអីអញ្ចឹងដែលមិនត្រូវកើតមានជាដាច់ខាតហើយអំពើហិង្សាបែបនេះគឺលោកថ្កោលទោសដែលមិនត្រូវកើតមានដាច់ខាតនៅលើទឹកដីសហរដ្ឋអាមេរិកនេះហើយបដិញ្ញាថានឹង
ដោះស្រាយបញ្ហានេះគឺមិនឲ្យកើតឡើងមានតទៅទៀតអញ្ចឹងហើយមានដឹកនាំអនុប្រធាននាយកបដីអីក៏ថ្លែងសារថ្កោលទោសដូចគ្នាហើយមានដឹកនាំជុំវិញពិភពលោកថ្កោលទោសជុំស្រោចដោយសារតែចាត់ទុកថានេះជាអំពើហិង្សាការស្អប់ខ្ពើមជាតិសាសន៍ឬក៏អីអញ្ចឹងតែយ៉ាងណានេះគឺជាសាររបស់ថ្នាក់ដឹកនាំហើយជនរងគ្រោះបានបាត់បង់ជីវិតគួរឲ្យសោកស្ដាយនៅសល់ពេលតែមួយសប្តាហ៍ប៉ុណ្ណោះដែលពួកគាត់នឹងភ្ជាប់ពាក្យដោយសារបរោះឈ្មោះរយ៉ារិនគាត់បានទិញចិញ្ចៀនទុករួចទៅហើយត្រៀមថានឹងប្រគល់ជូនស្នើសុំរៀបការជាមួយស្ត្រីដែលជាគូស្នេហ៍របស់គាត់ដែលស្គាល់គ្នានៅស្ថានទូតយ៉ារុនមែនតើគឺជាជនជាតិអាល្លឺម៉ង់ទេព្រោះគាត់កាន់ប៉ាសពតអាល្លឺម៉ង់ប៉ុន្តែគាត់ទៅនៅអ៊ីស្រាអែលយេរូសាឡឹមហ្នឹងតាំងពីអាយុ16ឆ្នាំហើយក្រោយមកក៏មកនៅសហរដ្ឋអាមេរិកហើយក៏បានធ្វើការងារនៅស្ថានទូតអាមេរិកហ្នឹងទៅបងប្អូននេះគឺជាព័ត៌មានគួរឲ្យសោកសង្រេងមែនតើដែលកាត់ឡើងហើយនៅលើទឹកដីសហរដ្ឋអាមេរិកហើយចំកណ្ដាលបេះដូងរដ្ឋធានី Washington ដែលជារដ្ឋធានីបេះដូងជាតិរបស់សហរដ្ឋអាមេរិកផងតែយ៉ាងណាប៉ូលីស FBI ក៏បានចាប់ជនដៃដល់ដែលជាជនសង្ស័យឲ្យសារភាពតែខ្លួនបានប្រព្រឹត្តអំពើនេះរួចទៅហើយយើងនឹងមើលតាមតទៅទៀតតើប៉ូលីសស៊ើបអង្កេតយ៉ាងម៉េចតែយ៉ាងណាគឺគ្មាននរណាម្នាក់នៅលើលោកនេះគ្រប់គ្រងអំពើហិង្សាបែបនេះទេយើងឃើញថាអំពើហិង្សាការសម្លាប់មនុស្សដែលជាសារនយោបាយបែបនេះហើយគ្នាមិនដឹងអីបែបនេះគឺជាអំពើគួរព្រៃផ្សៃមែនតើដែលជាមិនគួរឲ្យអត់ឱនឬក៏កាត់ឡើងតទៅសោះគឺអនុគ្រោះទេបាទតែយ៉ាងណាបងប្អូនខ្ញុំសូមស្លេះត្រឹមប៉ុណ្ណឹងចោះការផ្សាយផ្ទាល់នេះគឺមានបំណងគ្រាន់តែជម្រាបជូនបងប្អូនអំពីរឿងដែលកើតឡើងនៅឯរដ្ឋធានី Washington កាលពីយប់មិញហើយព័ត៌មានអ្វីបន្ថែមខ្ញុំនឹងផ្សាយជូនបងប្អូនបន្តទៀតតាមការគួរសូមអរគុណបងប្អូនដែលបានតាមដានស្ដាប់ការផ្សាយផ្ទាល់នេះខ្លីត្រឹមប៉ុណ្ណេះឯងបាទសូមជម្រាបលាបងប្អូនបាទ